ការឡើងអាស៊ីតអុយរិកគឺជាស្ថានភាពដែលកម្រិតអាស៊ីតអុយរិកនៅក្នុងឈាមឡើងខ្ពស់ជាងធម្មតាអាស៊ីតអុយរិកគឺជាកាកសំណល់គីមីដែលកើតចេញពីប្រតិកម្មបំបែកជាតិព្យូរីនដែលមាននៅក្នុងជាតិសាច់ជាតិអាល់កុលនិងស្ករផ្អែមមុតជាធម្មតាអាស៊ីតអុយរិករលាយនៅក្នុងឈាមហើយតម្រងនោមនិងបញ្ចេញអាស៊ីតអុយរិកតាមទឹកនោមប៉ុន្តែបើរាងកាយផលិតច្រើនពេកឬតម្រងនោមបញ្ចេញមិនបានល្អនោះវានឹងកកស្ទះនៅក្នុងឈាមនិងអាចបង្កជាបញ្ហាទៅដល់សុខភាពមូលហេតុសំខាន់ដែលធ្វើឲ្យអាស៊ីតអុយរិកកើនឡើងរួមមានការទទួលទានអាហារសម្បូរជាតិព្យូរីនដូចជាសាច់ក្រហមគ្រឿងក្នុងសត្វអាហារសមុទ្រមួយចំនួនពិសាគ្រឿងស្រវឹងផឹកភេសជ្ជៈផ្អែមឬទទួលទានផ្លែឈើផ្អែមមុតធាត់លើសទម្ងន់មានជំងឺតម្រងនោមដែលធ្វើឲ្យការបញ្ចេញអាស៊ីតអុយរិកថយចុះមានជំងឺលើសឈាមទឹកនោមផ្អែមនិង metabolic syndrome កត្តាដំណពូជឬមានប្រវត្តិនៅក្នុងគ្រួសារការប្រើថ្នាំមួយចំនួនមនុស្សខ្លះតមសាច់មិនពិសាគ្រឿងស្រវឹងប៉ុន្តែនៅតែឡើងអាស៊ីតអុយរិកនោះគឺដោយសារតែមូលហេតុផ្សេងទៀតដូចបានរៀបរាប់ខាងដើមបើកម្រិតអាស៊ីតអុយរិកខ្ពស់យូរពេកអាចបង្កឲ្យមានផលវិបាកដូចជាមានជំងឺរលាកសន្លាក់ប្រភេទ gout ដែលបណ្ដាលឲ្យឈឺហើមសន្លាក់អាចមានគ្រោះនៅក្នុងតម្រងនោមបង្កើនហានិភ័យចំពោះជំងឺបេះដូងនិងលើសសម្ពាធឈាមអាចកើតមានជំងឺទឹកនោមផ្អែមឬជំងឺ metabolic syndrome មនុស្សមួយចំនួនឡើងអាស៊ីតអុយរិកប៉ុន្តែមិនមានរោគសញ្ញានោះទេនៅដំណាក់កាលដំបូងដូច្នេះការពិនិត្យឈាមអាចជួយរកឃើញបានមុនពេលវាមានផលវិបាកធ្ងន់ធ្ងរការការពារការឡើងអាស៊ីតអុយរិកអាចធ្វើបានតាមវិធីមួយចំនួនដូចជាការកាត់បន្ថយឬការតមអាហារសម្បូរជាតិព្យូរីនជៀសវាងគ្រឿងស្រវឹងភេសជ្ជៈផ្អែមនិងផ្លែឈើផ្អែមមុតផឹកទឹកឲ្យបានគ្រប់គ្រាន់ធ្វើលំហាត់ប្រាណជាប្រចាំគ្រប់គ្រងទម្ងន់ឲ្យបានសមរម្យគ្រប់គ្រងជំងឺនៅក្នុងរាងកាយដូចជាលើសសម្ពាធឈាមនិងទឹកនោមផ្អែមឲ្យបានត្រឹមត្រូវគេងឲ្យបានគ្រប់និងកាត់បន្ថយ stress ការពិនិត្យសុខភាពរាងកាយជាប្រចាំមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងការការពារជំងឺនិងរកឃើញបញ្ហាសុខភាពបានឆាប់រហ័សការពិនិត្យឈាមអាចឲ្យដឹងពីកម្រិតអាស៊ីតអុយរិកមុខងារតម្រងនោមជាតិស្ករជាតិខ្លាញ់នៅក្នុងឈាមមុនពេលជំងឺទាំងអស់នោះបង្កផលវិបាកធ្ងន់ធ្ងរការរកឃើញបានឆាប់រហ័សអាចជួយកែប្រែរបៀបរស់នៅនិងទទួលបានការព្យាបាលទាន់ពេលវេលាដើម្បីបន្ថយហានិភ័យនៃជំងឺដែលបណ្ដាលមកពីការឡើងអាស៊ីតអុយរិកដូចជាជំងឺរលាកសន្លាក់ប្រភេទ gout គ្រោះក្នុងតម្រងនោមនិងជំងឺរ៉ាំរ៉ៃផ្សេងទៀត